តោះបាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះយើងមកធ្វើការចែករំលែកទៅលើវីដេអូការគាស់កង់ហើយនិងការប៉ះកង់បាទហើយសម្រាប់វីដេអូនេះបាទគឺជាងម៉ាប់គាត់ជាអ្នកធ្វើការបង្ហាញទៅលើការគាស់កង់និងប៉ះកង់បាទហើយសម្រាប់នេះដែរគឺយើងកំពុងតែធ្វើការប៉ះកង់ជូនអតិថិជនដែលនៅខាងខេត្តសៀមរាបបាទហើយសម្រាប់បងប្អូនដែលធ្វើដំណើរមកលេងខេត្តសៀមរាបបងប្អូនអាចចូលលេងបានបាទហើយសម្រាប់ទីតាំងរបស់ខ្ញុំគឺនៅផ្លូវជាតិលេខ 6A ហ្នឹងបាទហើយនៅហួសApollo Plaza មកបន្តិចមកបាទនៅជិតនឹងសណ្ឋាគារអង្គរអេរ៉ាបាទហើយកុំឲ្យខាតពេលវេលាបាទឥឡូវយើងចូលមកមើលសកម្មភាពរបស់ជាងម៉ាប់ដែលគាត់កំពុងតែធ្វើការដោះទៅលើពោះវៀនបាទហើយបន្ទាប់ពីគាត់ធ្វើការដោះលើពោះវៀនបាទឥឡូវគាត់ចាប់ផ្ដើមធ្វើការកោសហើយនឹងរៀបចំចាប់អង្គមដើម្បីធ្វើការអ៊ុតទៅលើពោះវៀនឲ្យវាជាប់ស្អិតល្អជាមួយនឹងពោះវៀនកង់បាទសម្រាប់យើងប៉ះនេះគឺយើងប៉ះអ៊ុតបាទយើងអត់បានធ្វើការប៉ះបិទទេបាទដោយសារអីដោយសារយើងគិតថាការធ្វើបែបនេះវាជាប់ជាងការប៉ះបិទបាទព្រោះការប៉ះបិទវាអាចពេលដែលយើងជិះក្តៅទៅគឺវាអាចហើបប៉ុណ្ណាមកវិញបាទហើយយើងប៉ះបែបនេះពេលដែលយើងជិះក្តៅគឺវាអត់ងាយហើបប៉ុណ្ណាទេដោយសារអីដោយសារសំខាន់គឺយើងកោសល្អហើយយើងធ្វើការអ៊ុតឲ្យវាក្តៅល្អដើម្បីឲ្យសាច់កៅអ៊ុតរបស់យើងគឺលាយជាប់ជាមួយនឹងពោះវៀនបាទហើយសម្រាប់ការធ្វើបែបនេះដែរគឺយើងឃើញថាវាជាប់ជាងយើងប៉ះបិទបាទហើយសម្រាប់ការដុតកម្ដៅនេះដែរគឺយើងទ្រាប់ទៅលើកំប៉ុងប៊ីយ៉ាបាទពីសន្លឹកហើយយើងធ្វើការអ៊ុតឲ្យវាក្តៅបាទហើយបន្ទាប់មកបាទឥឡូវយើងបន្ទាប់ពីធ្វើការអ៊ុតរួចរាល់ហើយបាទយើងធ្វើការដោះទៅលើប៉ុណ្ណារបស់យើងដើម្បីឲ្យយើងធ្វើការរៀបចាប់បញ្ចូលទៅក្នុងម៉ូតូវិញបាទសម្រាប់ការចែករំលែកវីដេអូនេះមិនមែនថាយើងធ្វើទៅអួតអីទេគឺយើងគ្រាន់តែចង់បង្ហាញទៅលើសកម្មភាពដែលយើងធ្វើការអ៊ុតនិងការរៀបដោះកោះចេញនិងការរៀបបញ្ចូលទៅវិញបាទហើយសម្រាប់បងប្អូនបាទហើយជាងថ្មីបាទដែលគាត់ទើបតែរៀនបាទគាត់អាចមើលលេងបានបាទវីដេអូនេះជាលក្ខណៈវីដេអូកំសាន្តភ្នែកទេបាទហើយខ្ញុំធ្វើការចែករំលែកជាមួយនឹងជាងម៉ាប់ដែលគាត់កំពុងតែធ្វើការប៉ះកង់ឲ្យគេបាទហើយសម្រាប់បងប្អូនដែលមានបំណងចង់មកលេងអាចមកលេងបានបាទនេះជាសកម្មភាពបាទទីតាំងកន្លែងដែលពួកខ្ញុំធ្វើបាទនៅផ្លូវជាតិលេខ 6A បាទនៅជាប់នឹងខេត្តសៀមរាបយើងតែម្ដងបាទសម្រាប់បងប្អូនដែលគាត់ធ្វើដំណើរមកលេងខេត្តសៀមរាបបាទបងប្អូនអាចចូលមកលេងបានបាទបងប្អូនដែលពេញចិត្តទៅលើការចែករំលែករបស់ខ្ញុំជាងរុនបាទហើយអញ្ចឹងបងប្អូនអាចធ្វើការមកលេងជាមួយខ្ញុំបានបាទហើយខ្ញុំជាមនុស្សម្នាក់ដែលរស់រាយរាក់ទាក់ទេបាទហើយសម្រាប់នេះសកម្មភាពជាងរបស់យើងវិញបាទឥឡូវគាត់កំពុងធ្វើការរៀបចំបញ្ចូលពោះវៀនឲ្យអតិថិជនយើងវិញហើយបាទព្រោះថាមេឃនេះរាំងភ្លៀងផងបាទហើយនៅខាងខេត្តសៀមរាបយើងនេះបាទហើយភ្លៀងរយៈពេល2-3ថ្ងៃជាប់គ្នាហើយបាទភ្លៀងរាំងបាទដល់ពេលអញ្ចឹងកន្លែងយើងអញ្ចឹងទៅវាមានលក្ខណៈថារាំងពិបាកបន្តិចបាទប៉ុន្តែវាមិនជាអ្វីទេព្រោះយើងធ្វើតាមចិញ្ចើមថ្នល់គឺវាបែបហ្នឹងឯងបាទហើយជាចុងក្រោយបាទវីដេអូនេះគឺមានតែប៉ុណ្្នឹងទេហើយជាចុងក្រោយបងប្អូនដែលគ្រប់គ្រងទៅលើការចែករំលែកចំណេះដឹងក៏ដូចជាការបង្រៀនជួសជុលម៉ូតូនៅក្នុង page របស់ខ្ញុំបាទដែលមានឈ្មោះថាបាទវុទ្ធពីរុនបាទបងប្អូនចង់ចេះជំនាញជួសជុលម៉ូតូបាទបងប្អូនអាចធ្វើការជួយចុច subscribe ឬក៏ចុច like ទៅលើ page ក៏ដូចជា channel YouTube របស់ខ្ញុំដែលមានឈ្មោះថាវុទ្ធពីរុនបាទហើយបងប្អូនអាចចូលទៅស្រាវជ្រាវបានបាទខ្ញុំចែករំលែកអំពីវីដេអូមេរៀនជួសជុលម៉ូតូនិងសម្រាប់ទៅកាន់បងប្អូនជាងដោយ free បាទវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបាទសូមអរគុណសូមជម្រាបលាបាទជួបគ្នានៅវីដេអូក្រោយសម្រាប់ការចែករំលែកពីខ្ញុំបាទជាងរុនម៉ូតូធំបាទអរគុណជម្រាបលា